ผมអមមានឆ្ងល់ណាស់ទេថាហេតុអីបានជារឿងកូរ៉េជួយចិត្តលេងរឿងម៉ាហ្វីយ៉ាបងធំបងតូចចំណែករឿងជប៉ុនវាចូលចិត្តលេងរឿងសាមូរ៉ៃវាជាប្រវត្តិសាស្ត្ររបស់វាផងក៏ប៉ុន្តែវាមានឥទ្ធិពលទៅលើផ្នត់គំនិតរបស់ប្រជាជនវាផងដែរអឺរ៉ុបវាលេងរឿង Viking អីចឹងរឿងទាំងអស់ហ្នឹងមិនមែនចេះតែយកមកប្រចាំយកមកលេងមកសម្ដែងបានទេវាត្រូវឆ្លងកាត់អ្នកជំនាញនិងក្រសួងរបស់គេក្រសួងវប្បធម៌ក្រសួងអប់រំអីចឹងណាប៉ុន្តែសួរថាគេខ្លាចថាវាជាគំរូអាក្រក់ដែរឬក៏អត់គេប្រកាសជាមានការកាត់គោលល្អិតល្អន់ហើយមុននឹងឲ្យចេញផ្សាយអញ្ចឹងដើម្បីឆ្លើយសំណួរហ្នឹងយើងត្រឡប់មកខ្មែរយើងវិញតើយើងអត់និយាយខ្សែភាពយន្តទេយើងនិយាយពីអក្សរសិល្ប៍វិញរឿងដែលយើងមានជារឿងប្រឡំលោកណារឿងទុំទាវរឿងបុរាណយើងរឿងកាកៃរឿងប៊ុនធឿនរឿងកលាបបៃលិនសិតតែជារឿងមនោចេតនាទាំងអស់អត់មានរឿងដែលធ្វើឲ្យមនុស្សយើងក្លាហាននិងហ៊ានបន្ថយទេហើយក៏ប៉ុន្តែយើងត្រឡប់ទៅសម័យអង្គរវិញតើយើងរៀនរឿងអីនៅសម័យអង្គរយើងមានរឿងសាសនាជារឿងទេវកថាក៏ពិតមែនក៏ប៉ុន្តែជារឿងចម្បាំងរវាងទេពនិងទេពដូចជារឿងមហាភារតយុទ្ធរវាងពួកបណ្ឌូនិងពួកគូរវៈដែលជាបងប្អូនចំនួនមួយប៉ុន្តែពួកហ្នឹងជាទេពពាក់កណ្ដាលមនុស្សពាក់កណ្ដាលទេពហើយមានដូចថាចូលរួមពីសម្ព័ន្ធមិត្តព្រះក្រឹស្នាដែលជាអវតារព្រះវិស្ណុដែរចំណែករឿងរាមកេរ្តិ៍ក៏ជារឿងទេពដែរព្រោះព្រះរាមជាអវតារព្រះវិស្ណុហើយដើម្បីតាព្រះនាងសីតាអញ្ចឹងមូលហេតុនៃចំនួនគឺព្រះនាងសីតាអញ្ចឹងបើយើងនិយាយឲ្យអាក្រក់ស្ដាប់គឺដើម្បីតែស្រីធ្វើឲ្យមនុស្សមនគរហ្នឹងច្បាំងសម្លាប់គ្នាអញ្ចឹងហេតុអីយើងដឹងហើយថាការកាត់ចាក់គ្នានិងការប្រើល្បិចគ្នាជាបីអតិទេពនិងអតិទេពក៏ជារឿងគំរូអាក្រក់ហើយទោះបីជាការពិតក៏ដោយមិនការពិតក៏ដោយវាជារឿងបង្កើតអំពើហិង្សាវាផ្ទុយពីពុទ្ធសាសនារបស់យើងដែលជាប្រាកលការធ្វើអហិង្សាដើម្បីយកឈ្នះដៃគូយ៉ាងក៏ប៉ុន្តែសួរថាលទ្ធផលវាបានយ៉ាងម៉េចអានឹងយើងឆ្លើយទៅខ្លួនឯងទៅព្រោះការពិតជាក់ស្ដែងយើងអាចមើលឃើញនឹងភ្នែកហើយអញ្ចឹងរឿងកាកីតែមួយអញ្ចឹងយើងអាចឆ្លុះបញ្ចាំងពីសង្គមខ្មែរយើងពីព្រះរាជតម្រិះព្រះមហាក្សត្រយើងព្រះអង្គចំណាយពេលរាជតម្រិះទៅរឿងអីរឿងនោះស្រីនឹងឯងចំណែកឯកូរ៉េជប៉ុនអីគេគិតពីរឿងយុទ្ធវិធីប្រយុទ្ធវិធីច្បាំងការវឹកហាត់រាងកាយឲ្យរឹងមាំអីចឹងពួកសាមរ៉ៃពួកអីចឹងទាំងអស់ហ្នឹងវាជាទស្សនវិជ្ជាសង្គមមួយដែរខ្ញុំមិននិយាយថាវាល្អឬអាក្រក់ទេប៉ុន្តែយើងអាចយករឿងហ្នឹងទៅគិតឲ្យពិចារណាដោយខ្លួនឯងបានតើមូលហេតុអីបានជាគេថតរឿងទាំងហ្នឹងទោះបីជាវាខុសច្បាប់ក៏ដោយដែរព្រោះប្រទេសគេគ្រប់គ្រងដោយច្បាប់អ្នកឯងមើលរឿងហ្នឹងបានតែអ្នកឯងតែយកគំរូតាមជាប់គុកខ្ញុំស្ដាប់ឮពាក្យអ្នកជំនួយគឺជារ៉ូម៉ានីម្នាក់គាត់និយាយថាមនុស្សក្លាហានមិនអាចរកបាននៅព្រះវិហារសាសនាទេគឺរកបាននៅទីលានចម្បាំងអញ្ចឹងសេចក្តីក្លាហានបើយើងមានសេចក្តីក្លាហានណាបញ្ញាយើងក៏មានដូចគ្នាដែរតែយើងរួញរាអត់ហ៊ានធ្វើអីសោះបញ្ញារបស់យើងក៏អត់រីកដុះដាលដូចគ្នាដែរអញ្ចឹងគេយល់ពីចិត្តសាស្ត្រអស់ហ្នឹងhuman psychology អស់ហ្នឹងហើយបានគេរៀបចំធ្វើរឿងហ្នឹងដើម្បីឲ្យវាជាឥទ្ធិពលទៅដល់សង្គមទោះបីអ្នកឯងក្លាហានយ៉ាងម៉េចក៏ដោយហ៊ានយ៉ាងម៉េចក៏ដោយ take risk យ៉ាងម៉េចក៏ដោយដែរស្ថិតនៅក្របខ័ណ្ឌនៃច្បាប់អ្នកជំនួយធំដូចជា Philip Knight founder of Nike គាត់ចូលចិត្តមើលរឿងសង្គ្រាមដូចគ្នាដែរ idol របស់គាត់គឺ Napoleon អីចឹងណា Julius Caesar វាសុទ្ធតែជាជំរុញផ្លូវចិត្តមនុស្សឲ្យคล้ายទៅជាខ្លាคล้ายទៅជាអ្នកខ្លាំងคล้ายទៅជាអ្នកក្លាហានគឺអត់មានទៅរឿងដូចរឿងថៃក៏ចំនួនមុនគឺអត់មានអីក្រៅពីដណ្ដើមប្រុសគ្នាទេអញ្ចឹង
មនុស្សយើងវាទៅជាចេញចោចខ្ញុំគ្រាន់តែលើកយកមកនិយាយទេខ្ញុំអត់ហ៊ានអាកាត់ថាវាល្អឬក៏អាក្រក់យ៉ាងណាទេបងប្អូនអាចយកទៅគិតពិចារណាដោយខ្លួនឯងបាននឹងវាគ្រាន់តែជាមូលដ្ឋាន trace risk ប៉ុណ្ណឹងរឿងវាយ៉ាងណាអាហ្នឹងវានៅលើមតិទៅខ្លួនយើងម្នាក់ៗតែប៉ុណ្ណឹងខ្ញុំអត់មានយោបល់អីច្រើនទេអូខេអរគុណច្រើន